ដល់ម៉ោងតិចទៅគេប្រកាសអញ្ជើញទេវតាដែលលោកមានស័ក្តិធំឲ្យលោកមកចូលរួមអនុមោទនាបុណ្យជាមួយយើងក្នុងថ្ងៃនេះហើយបាបពុគ្រោះឯណាដែលកើតឡើងពីគ្រោះថ្ងៃខែឆ្នាំហឹង្សាកំណើតដែលយើងខ្មែរហៅថាគ្រោះនោះចិនគេហៅថាឆុងនោះតែយើងពេលនេះអត់មានធ្វើគ្រោះធ្វើឆុងអីទេគឺយើងធ្វើបុណ្យពូនភ្នំខ្សាច់ឧទ្ទិសចំពោះព្រះចលមនីចេតិយនាឋានត្រៃត្រឹងពិភពជាទីតម្កល់នៃព្រះកេសធាតុនិងព្រះអដ្ឋិធាតុរបស់ព្រះដ៏មានពភៈសន្មតហាក់ដូចជាព្រះចេតិយនៅនឹងមុខយើងហើយយើងធ្វើបុណ្យចំពោះបច្ចេតិយនឹងដើម្បីកន្លងបងនៅកម្មឯណាដែលជាលហុកម្មដែលនឹងឲ្យផលក្នុងឆ្នាំនេះដោយអំណាចនៃបុណ្យដែលយើងបានធ្វើដើម្បីឲ្យបុណ្យនោះមានកម្លាំងឲ្យផលច្រើនជាងកម្លាំងនៃបាបធម្មតាទឹកសាបនិងទឹកប្រៃកាលណាទឹកប្រៃមានចំនួនច្រើនជាងទឹកដែលយើងបរិភោគរមែងប្រៃហើយប៉ុន្តែបើទឹកសាបមានចំនួនច្រើនជាងគឺយើងបរិភោគទៅរមែងសាបហើយដូច្នេះហើយបាបនិងបុណ្យមានសភាពដូចគ្នាអ្វីត្បិតថាបាបនិងបុណ្យមានឱកាសឲ្យផលដូចគ្នាក៏ពិតមែនប៉ុន្តែបាបកាលណាមានកម្លាំងខ្លាំងជាងរមែងឲ្យផលមុនបុណ្យកាលណាមានកម្លាំងខ្លាំងជាងរមែងឲ្យផលមុនអញ្ចឹងហើយបានបុរាណលោកយកគំរូតាមតបោះឥសីពួកជំនួញជួញសម័យបុរាណកាលណាតែលោកជួបនៅភ័យគឺអន្តរាយផ្សេងលោករមែងនឹងយកដីមកពូនធ្វើភ្នំខ្សាច់ហើយឧទ្ទិសចំពោះព្រះចេតិយឬក៏ព្រះដ៏មានពភៈជាដើមអន្តរាយនោះក៏រមែងកន្លងទៅដូចជាព្រះជនកបរមពោធិសត្វមុនព្រះអង្គចុះសំពៅទៅធ្វើជំនួយគឺព្រះអង្គបានពូនភ្នំខ្សាច់នៅនឹងឆ្នេរសមុទ្រឲ្យថ្វាយបង្គំហើយក៏ជៀសចេញទៅពេលដែលសំពៅលិចលោករមែងរួចខ្លួននៅអានុភាពនៃបុណ្យអញ្ចឹងអំណាចដែលយើងពូនភ្នំខ្សាច់ក្នុងវេលាឱកាសហ្នឹងក៏ដូចគ្នាដែរក្រែងលោបាបប្រកម្មឯណាដែលយើងធ្វើទៅហើយនោះក្នុងកាលកន្លងត្រៀមនឹងឲ្យផលក្នុងឆ្នាំនេះដល់តែយើងបានធ្វើភ្នំខ្សាច់ឧទ្ទិសចំពោះពុទ្ធចេតិយនឹងទៅអំណាចនឹងមានអានុភាពរារាំងនៅបាបប្រគ្រោះទាំងអស់នឹងមិនអាចឲ្យផលយើងក្នុងឆ្នាំនឹងបានកម្មណាដែលមិនឲ្យផលកម្មនោះបុរាណហៅថាអហោសិកម្មព្រោះកម្មមានទួនាទីឲ្យផលមាន
ឧបត្ថម្ភកកម្មអសន្នកម្មករុដដកាកម្មឧបត្ថម្ភវេទនីយកម្មអសន្នកម្មកម្មមហោសិកម្មកម្មណាមិនឲ្យផលគឺកម្មហ្នឹងអហោសិកម្មតែកម្មតិចតួចមិនឲ្យផលមិនមានឡើយចឹងហើយបានបុរាណគេខំឲ្យយើងធ្វើបុណ្យដើម្បីរំដោះកម្មហើយកម្មនោះខ្មែរយើងហៅគ្រោះកម្មឲ្យផលខ្លាំងដល់ស្លាប់ជីវិតទាំងក្មេងទៅកម្មឲ្យផលខ្លាំងឲ្យមានជំងឺឈឺដំកាត់ទៅអញ្ចឹងយើងទៅរកលោកមកស្រោចទឹកបោចក្អមមកមិនទៅបាត់កម្មបោកតែមិនស្រួលបែកទៅលលាទេដែលយើងទៅរកគេកែគ្រោះកែអីសែននេះសែននោះនោះមិនទៅមានអានុភាពពីណាទៅឈ្នះកម្មនោះអញ្ចឹងបានបុរាណលោកធ្វើពិធីពូនភ្នំខ្សាច់គឺយើងធ្វើបុណ្យឧទ្ទិសចំពោះព្រះចេតិយដល់តែបន្តិចហ្នឹងបរិវេណទាំងអស់ហ្នឹងដែលនៅជុំវិញហ្នឹងអ្នកណាដែលមានសទ្ធាជ្រះថ្លាក្នុងបច្ចេតិយពេលហ្នឹងបន្តិចទៀតហ្នឹងបុណ្យហ្នឹងទៅឧបត្ថម្ភឲ្យកុសលនោះមកឃុំក្រងរក្សាអញ្ចឹងតកុសលឃុំក្រងរក្សាអ្នកណាមានរោគដែលកើតឡើងពីកម្មរោគនោះក៏វិជាទៅអ្នកណាមានភ័យដែលកើតឡើងពីកម្មឲ្យផលភ័យនោះក៏កន្លងបាត់ទៅអ្នកណាមានកម្មនឹងអមនុស្សត្រូវមកបៀតបៀនត្រូវមកគំរាមកំហែងត្រូវមកចូលត្រូវមកធ្វើទុកបុកម្នេញដល់តែយើងធ្វើបុណ្យពេលហ្នឹងទៅបុណ្យនឹងមានអានុភាពពួកនោះក៏មិនហ៊ានបៀតបៀនយើងដែរអ្នកណាត្រូវធ្មប់ត្រូវសិលគេអីយើងធ្វើបុណ្យនឹងកន្លងទៅថ្ងៃក្រោយគ្រូធ្មប់គ្រូសិលហ្នឹងរាប់ភ្នំខ្សាច់យើងនឹងឲ្យអស់ទៅបានបៀតយើងបានអញ្ចឹងលោកទាំងឡាយចង់ផុតភ័យទេបើចង់ថ្ងៃនឹងធ្វើបុណ្យពូនភ្នំខ្សាច់ជាមួយគ្នា